ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបលាយម្សៅនំក្រេបងាយៗដែលបងប្អូនអាចធ្វើវាញ៉ាំបាននៅផ្ទះដោយខ្លួនឯងសម្រាប់ការលាយម្សៅធ្វើនំក្រេបនេះបងប្អូនគិតថាងាយស្រួលមែនតើលាយម្សៅតែមួយផ្លែតហ្នឹងក៏យើងអាចចាក់នំយើងបានញ៉ាំហើយមានរសជាតិឆ្ងាញ់ទៀតចាតែអញ្ចឹងយើងទៅចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងខ្ញុំប្រើម្សៅមីហ្នឹងចំនួន200ក្រាមសម្រាប់ម្សៅមីហ្នឹងយើងអាចរែងវាបន្តិចក៏បានដែរដើម្បីឲ្យងាយស្រួលក្នុងការលាយទៅកុំឲ្យវានៅដុំបន្ទាប់មកខ្ញុំប្រើស្ករសចំនួន50ក្រាមអំបិល1/4 ស្លាបព្រាកាហ្វេបន្ទាប់មកយើងកូរច្របល់គ្រឿងផ្សំស្ងួតនឹងចូលគ្នាបានសព្វល្អទៅរួចហើយយើងក៏បន្ថែមជាមួយនឹងទឹកដោះគោស្រស់ចំនួន1ខាប់ឬក៏ស្មើទៅនឹង250ក្រាមហើយក៏បន្ថែមជាមួយនឹងទឹកយើងធម្មតានឹងចំនួន100ក្រាមទឹកខ្ទិះដូងចំនួន150ក្រាមរួចហើយខ្ញុំក៏បន្ថែមជាមួយនឹងពងមាន់ចំនួន3គ្រាប់ផងដែរបន្ទាប់មកទៀតយើងក៏ប្រើជាមួយនឹងទឹកក្លិនវ៉ានីឡាចំនួន1ស្លាបព្រាកាហ្វេផងដែរបន្ទាប់មកយើងក៏កូរច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងបញ្ចូលគ្នាបានសព្វល្អនៅត្រង់កន្លែងនេះយើងធ្វើយ៉ាងណាកូរច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នាបានសព្វល្អយើងកូរវារហូតដល់តែសាច់ម្សៅនំក្រេបរបស់យើងហ្នឹងឡើងម៉ត់ស្មូតបានល្អលែងកកដុំបងប្អូនចាបន្ទាប់ពីយើងកូរម្សៅរបស់យើងបានម៉ត់ល្អបែបនេះហើយបន្ទាប់មកទៀតយើងត្រូវយកកន្ត្រងមួយមកដើម្បីច្រោះសាច់ម្សៅរបស់យើងហ្នឹងឲ្យល្បាយម្សៅរបស់យើងហ្នឹងកាន់តែម៉ត់បានល្អនៅពេលដែលយើងយកកន្ត្រងមកច្រោះត្រង់ម្សៅយើងបែបនេះវាធ្វើឲ្យសាច់ម្សៅរបស់យើងហ្នឹងកាន់តែម៉ត់បានល្អចានេះដូចដែលបងប្អូនបានឃើញអញ្ចឹងថាម្សៅរបស់យើងហ្នឹងទោះបីយើងកូរវាបានម៉ត់ល្អប៉ុណ្ណឹងហើយនៅពេលដែលយើងយកកន្ត្រងមកត្រង់បែបនេះក៏នៅតែឃើញមានដុំម្សៅកកដុំដែរអញ្ចឹងហើយយើងយកកន្ត្រងមកត្រង់វាអញ្ចឹងតិចទៅដើម្បីឲ្យល្បាយម្សៅរបស់យើងហ្នឹងកាន់តែម៉ត់បានល្អជាចុងក្រោយយើងក៏បន្ថែមជាមួយនឹងប៊ឺសាបចំនួន30ក្រាមផងដែរបន្ទាប់មកយើងក៏កូរប៊ឺនឹងជាមួយនឹងល្បាយម្សៅរបស់យើងនឹងចូលគ្នាបានសព្វល្អទៅតែប៉ុណ្ណឹងគឺរួចរាល់ជាការស្រេចហើយបងប្អូនយើងអាចយកម្សៅរបស់យើងនឹងទៅចាក់ធ្វើនំក្រេបបានហើយជាដំបូងយើងត្រូវដាក់ខ្ទះយើងនឹងលើចង្ក្រានកម្ដៅខ្ទះយើងឲ្យក្ដៅម៉ត់ល្មមសិនសម្រាប់ខ្ទះនឹងយើងមិនបាច់កម្ដៅវាឲ្យក្ដៅខ្លាំងពេកទេហើយសម្រាប់ខ្ទះដែលយើងត្រូវយកមកចាក់នំក្រេបនឹងបងប្អូនអាចប្រើជាខ្ទះ non-stick pan បែបនេះទៅដើម្បីងាយស្រួលក្នុងការដែលយើងចាក់ទៅកុំឲ្យវាជាប់បាតខ្ទះអីអញ្ចឹងណាខ្ទះប្រភេទ non-stick pan នេះគឺវារលោងស្រាប់អញ្ចឹងហើយពេលដែលយើងចាក់នំក្រេបហ្នឹងទៅគឺវាអត់ជាប់បាតខ្ទះធ្វើឲ្យយើងពិបាកត្រឡប់ប្រែនំយើងទេវាមានភាពងាយស្រួលមិនពិបាកត្រឡប់ប្រែនំយើងទៅយើងភ័យថាខ្លាចជាប់ស្អិតធ្វើឲ្យខូចនំរបស់យើងទេបន្ទាប់មកខ្ញុំចាក់ប្រេងអូលីវចូលបន្តិចដើម្បីលាបបាតខ្ទះហ្នឹងឲ្យរលោងបន្តិចមុនពេលដែលយើងចាក់នំរបស់យើងហើយសម្រាប់ម្សៅនេះវិញនៅរាល់មុនពេលដែលយើងចាក់យើងត្រូវកូរវាឲ្យសព្វបានល្អណាបងប្អូនហើយយើងដួសវាមកល្មមមកវាអាស្រ័យទៅលើទំហំខ្ទះរបស់បងប្អូនដែរសម្រាប់ខ្ទះខ្ញុំហ្នឹងបាតវារាងធំដែរអញ្ចឹងហើយខ្ញុំដួសប្រហែលជា2វែកហ្នឹងដាក់ចូលទៅគឺល្មមតែម្ដងហើយបន្ទាប់ពីយើងចាក់ម្សៅនឹងចូលទៅក្នុងខ្ទះហើយយើងត្រូវលើកខ្ទះហ្នឹងក៏វាកលែងវាធ្វើយ៉ាងណាឲ្យម្សៅហ្នឹងបានរត់ស្មើគ្នាល្អនិយាយទៅដូចយើងចាក់បាញ់ឆៅអញ្ចឹងបងប្អូនចាបន្ទាប់ពីយើងចាក់វាសាច់នំនឹងបានស្មើល្អហើយយើងក្រោកវាបន្តិចទៅណាបងប្អូនដើម្បីវាឆ្អិនបានល្អសម្រាប់កម្ដៅភ្លើងចង្ក្រានគឺយើងបើកវាក្នុងកម្ដៅតូចល្មមបានហើយសម្រាប់កម្រាស់នំក្រេបដែលយើងចាក់ហ្នឹងក៏យើងអត់យកក្រាស់ដែរបងប្អូនយើងយកមកល្មមប៉ុណ្ណឹងនិយាយទៅដូចរបៀបយើងចាក់នំម្សៅបាញ់ឆៅអញ្ចឹងប៉ុន្តែរាងក្រាស់ជាងបន្តិចឥឡូវនេះបន្ទាប់ពីយើងចម្អិនវាបានក្រហមមកចំហៀងអញ្ចឹងហើយយើងក៏ត្រឡប់ប្រែវាទៅមកចំហៀងទៀតណាបងប្អូនចាបន្ទាប់ពីយើងត្រឡប់ប្រែវាបែបនេះហើយបើសិនជាយើងចូលចិត្តញ៉ាំរបៀបនំក្រេបដែលមានស្នូលខាងក្នុងយើងអាចដាក់ដូចជាផ្លែចេកទុំផ្លែ strawberry សាច់ត្រេនទុំក៏បាននិយាយទៅយើងដាក់ទៅតាមចំណូលចិត្តរបស់យើងណាបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើផ្លែចេកទុំយើងកាត់វាជាកង់បែបនេះមកនេះគឺជាប្រភេទចេកអំបុងពណ៌លឿងហើយខ្ញុំក៏បន្ថែមជាមួយនឹង strawberry jam ពីលើពណ៌ក្រហមដែលខ្ញុំដាក់ពីលើចេកហ្នឹងគឺជា strawberry jam ណាបងប្អូនបន្ទាប់មកយើងក៏ចាប់បត់ខ្ចប់នំរបស់យើងដោយដែលបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូនចាបន្ទាប់មកយើងក៏ត្រឡប់ប្រែវាទៅមកចំអិនវារហូតតតែឆ្អិនទាំងសងខាងបានល្អទៅប៉ុណ្ណឹងមករួចរាល់ជាការស្រេចហើយយើងអាចដួសវាដាក់ចានបានហើយនេះបងប្អូនមើលទៅឡើងទំនងឆ្ងាញ់ហ្មងណាចាបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹង topping chocolate ចា chocolate syrup ចាបន្ទាប់មកខ្ញុំក៏បន្ថែមជាមួយនឹង whipping cream ដើម្បីបង្កើនរសជាតិឲ្យនំក្រេបរបស់យើងនឹងកាន់តែមានរសជាតិ creamy ហើយមានរសជាតិឈ្ងុយ cream អញ្ចឹងណាបងប្អូនចាដាក់ប៉ុណ្ណឹងមកគឺថាត្រូវជាតិគ្នាហ្មងបងប្អូនចាយើងបន្ថែមជាមួយនឹង chocolate syrup ជាមួយ whipping cream ហ្នឹងទៅគឺថារឹតតែបង្កើនឲ្យនំក្រេបរបស់យើងនឹងមានរសជាតិឈ្ងុយឆ្ងាញ់ថែមមួយកម្រិតទៀតផងដែរនេះបងប្អូនមើលទៅឡើងទំនងហ្មងហើយដាក់មួយម៉ាត់ណាក៏ខ្ទិះដាក់មួយម៉ាត់
ណាក៏ឆ្ងាញ់ដែរហើយសម្រាប់ snow នំ crepe នឹងដែរបងប្អូនយើងក៏អាចរើសយកផ្លែឈើមកដាក់លាយជាមួយទៅតាមចំណូលចិត្តរបស់យើងផងដែរបើសិនជាបងប្អូនចូលចិត្តញ៉ាំផ្លែតារ៉េនណាបងប្អូនអាចដាក់សាច់តារ៉េនទុំចូលក៏បានហើយបើសិនជាយើងចូលចិត្តញ៉ាំស្វាយទុំបងប្អូនអាចដាក់ស្វាយទុំក៏បានដែរយើងធ្វើដូចជារបៀបនំ crepe ស្វាយទុំអញ្ចឹងណាបងប្អូនចាគឺថាងាយស្រួលមែនតើយើងអាចដាក់ទៅតាមចំណូលចិត្តរបស់យើងបានឲ្យតែយើងចេះក្បួនលាយម្សៅនំ crepe ហ្នឹងទៅគឺថាយើងអាចលៃឆ្នៃនំ crepe របស់យើងហ្នឹងបានច្រើនរសជាតិទៅតាមចំណូលចិត្តរបស់យើងបានចាសម្រាប់វីដេអូដែលខ្ញុំបង្ហាញពីរបៀបលាយម្សៅធ្វើនំ crepe ហ្នឹងគឺថាមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាសម្រាប់របៀបធ្វើគឺថាងាយស្រួលធ្វើមែនតើហើយមានរសជាតិឆ្ងាញ់ទៀតអញ្ចឹងបងប្អូនអាចសាកល្បងធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងបានមុខម្ហូបខ្លះបងប្អូនយើងអាចធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងបានហើយមានរសជាតិឆ្ងាញ់ទៀតហើយចំណេញលុយទៀតខ្ញុំមិនដឹងថានៅស្រុកខ្មែរគេមានលក់នំ crepe នឹងដែរឬក៏អត់ហើយបើលក់នៅក្នុងតម្លៃមួយប្រហែលដែរទេប៉ុន្តែបើសិនជានៅទីនេះវិញបើសិនជាយើងដើរទៅលេងតាមម៉លឬក៏ដើរទៅលេងតាមកន្លែងដើរលេងកម្សាន្តផ្សេងគឺគេមានធ្វើលក់ប៉ុន្តែតម្លៃនំមួយប្រហែលជា$10កន្លែងខ្លះអាចថ្លៃជាង$10ក៏មានដែរទៅតាមទីតាំងទៅតាមតំបន់កន្លែងកម្សាន្តមួយចាអញ្ចឹងហើយបើសិនជាយើងអាចចេះធ្វើញ៉ាំខ្លួនឯងបានគឺថាចំណេញលុយច្រើនហើយមានរសជាតិឆ្ងាញ់ទៀតហើយដោយកូនខ្ញុំអីហ្នឹងបងប្អូនចូលចិត្តញ៉ាំណាស់អញ្ចឹងហើយនៅពេលដែលយើងចេះធ្វើខ្លួនឯងអញ្ចឹងគឺងាយស្រួលបងប្អូនយើងចង់ញ៉ាំពេលណាយើងធ្វើពេលហ្នឹងចាអញ្ចឹងហើយបានខ្ញុំចេះអីខ្ញុំចេះតែចែករំលែកឲ្យបងប្អូនបានចេះទាំងអស់គ្នាហើយខ្ញុំក៏មិនមែនជាមេចុងភៅចំណានអីដែរគ្រាន់តែជាអ្នកចូលចិត្តដើរញ៉ាំម្ហូបដើរភ្លក់ម្ហូបចូលចិត្តចម្អិនចូលចិត្តធ្វើម្ហូបចូលចិត្តស្រាវជ្រាវមុខម្ហូបថ្មីអញ្ចឹងណាបងប្អូនចាតាមពិតទៅយើងចេះច្រើនក៏ល្អមួយយ៉ាងដែរបងប្អូនមិនថាតែជំនាញខាងផ្នែកធ្វើម្ហូបឬក៏កិច្ចការអ្វីៗផ្សេងទេបងប្អូនតែយើងចេះច្រើនយើងមាន idea ថ្មីច្រើនអញ្ចឹងហើយបានយើងត្រូវរៀនរហូតហើយរៀនហ្នឹងមិនចេះចប់ទេរៀនគ្រប់ទីកន្លែងរៀនគ្រប់ពេលវេលាតែម្ដងចាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយៗទៀត